បើគេខឹងអ្នកហើយអ្នកខឹងគេវិញឧបមាដូចបាចលាមកដាក់គ្នារកទ្រព្យនិងរៀនធម៌ត្រូវទៅព្រមគ្នាទើបជីវិតមិនសូវក្តៅក្រហាយធ្វើតែអត់និយាយប្រសើរជាងនិយាយតែអត់ធ្វើនឹកដល់សេចក្តីស្លាប់មិនមែនជារឿងអពមង្គលទេតែគឺជាការដាស់តឿនខ្លួនឯងកុំឲ្យមានសេចក្តីប្រមាទអ្នកដែលពូកែទ្រាំនឹងការលំបាកនឹងទទួលបានជោគជ័យធំដុំខ្សឹបពីអន់ប្រាប់ខ្លួនឯងអ្នកនឹងក្លាយជាមនុស្សអន់មិនខានរាប់អានមនុស្សឲ្យបានច្រើនតែកុំទុកចិត្តមនុស្សទាំងអស់អីការចេះដឹងគុណជាលក្ខណៈរបស់មនុស្សល្អសេចក្តីសង្ឃឹមជាបាតគ្រឹះនៃភាពជោគជ័យរក្សាចិត្តអ្នកហោះហើរទៅណាអ្នកត្រូវតាមដានចិត្តអ្នកជាប្រចាំបើចិត្តខឹងក៏ដឹងថាចិត្តកំពុងខឹងហើយមិនថយល្បឿនកំហឹងបន្តិចមកបើចិត្តចំណែនដឹងថាចិត្តកំពុងចំណែនហើយទាញវាចេះអបអរសាទរគេវិញបើស្ដាយក្រោយដឹងថាចិត្តកំពុងតែស្ដាយក្រោយហើយទាញវាត្រឡប់មកវិញប្រាប់ថារឿងហួសទៅហើយកុំស្ដាយអីបើចិត្តរីករាយចិត្តល្អចិត្តមេត្តាចិត្តបុណ្យក៏ដឹងថាចិត្តrấtល្អហើយព្យាយាមចម្រើនចិត្តប្រភេទនេះឲ្យបានច្រើនធ្វើជាប៉ូលីសតាមដានចិត្តអ្នកនាំឲ្យវាគិតរឿងត្រូវរឿងល្អទើបមិនសូវស្មុគស្មាញហើយមិនសូវមានទុក្ខកុំធ្វើជាជនរងគ្រោះឲ្យចិត្តធ្វើបាបអ្នកតាមចិត្តឡើយត្រូវបង្កើនស្មារតីធ្វើជាម្ចាស់ធ្វើជាអ្នកបញ្ជាចិត្តវិញមលុបចិត្តល្អចិត្តត្រជាក់ចិត្តទន់ភ្លន់ចិត្តមានមេត្តាចិត្តរីករាយចិត្តត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃចិត្តមិនសូវស្មុគស្មាញចិត្តលះដាច់ស្រឡះចិត្តធ្ងន់ចិត្តចេះអត់ឱនយោគយល់ចិត្តភ្លេចរឿងមួម៉ៅចិត្តចងចាំរឿងល្អរឿងបុណ្យកុសលចិត្តក្លាហានហ៊ានទទួលរឿងល្អក្តីមិនល្អក្តីចិត្តតស៊ូចិត្តព្យាយាមចិត្តមិនចុះចាញ់ចំពោះឧបសគ្គចិត្តមានក្តីសង្ឃឹមចិត្តមិនប្រកាន់ហួងហែងខ្លាំងចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបានអ្នកនឹងបានសេចក្តីសុខច្រើនមាត់គេត្រចៀកយើង
គេមានសិទ្ធិនិយាយហើយអ្នកមានសិទ្ធិស្ដាប់ឬមិនស្ដាប់គ្មានអ្នកណាបង្ខំអ្នកទេអ្នកមិនអាចផ្ទប់មាត់គេបានទេតែអ្នកអាចផ្ទប់ត្រចៀកអ្នកបានបើអ្នកគិតថាវាគ្មានប្រយោជន៍គ្មានតម្លៃសម្រាប់ខួរក្បាលអ្នកគិតមេរោគអាចឆ្លងចូលចិត្តអ្នកតាមទ្វារត្រចៀកបើអ្នកចេះតែយកពាក្យពេចន៍ទិដងគេមកគិតហើយដេកក្តៅក្រហាយពេលគេនិយាយស្ដាប់ចុះតែត្រូវពិចារណាបើវានាំឲ្យចម្រើនចំណេះដឹងនិងគុណធម៌ស្ដាប់ឲ្យច្រើនចុះតែបើជាពាក្យឌឺដងចង់ឲ្យអ្នកក្តៅក្រហាយទេកុំស្ដាប់អីហើយបើជ្រុលជាស្ដាប់ទៅហើយឆាប់ភ្លេចទៅទុកខួរក្បាលអ្នកគិតរឿងណាមានប្រយោជន៍វិញយកពាក្យពេចន៍ឌឺដងគេច្រើនមកទុកក្នុងខួរក្បាលអ្នកនឹងសម្បូរមេរោគហើយមិនសូវបានសុខទេបើជាពាក្យដាស់តឿនចង់ឲ្យអ្នកបានល្អអរគុណជាទៅតែបើគេឌឺដងឲ្យអ្នកក្តៅទេកុំក្តៅតាមគេអីកុំផ្ញើសេចក្តីសុខនៅលើបបូរមាត់អ្នកដទៃឡើយមនុស្សមិនចេះខុសអ្នកខ្លះត្រូវរហូតខុសក៏ត្រូវក៏ត្រូវខ្លាចខ្លួនឯងអន់ខុសហើយខំនិយាយបន្លែបន្លប់យកត្រូវតែខ្លួនឯងពេលធ្វើខុសអន់មួយបិទបាំងកំហុសអន់មួយទៀតហើយបើខំនិយាយបន្លែបន្លប់យកត្រូវអន់ថែមមួយទៀតមនុស្សប្រភេទនេះคล้ายជាមនុស្សអន់អាជីពអ្នកណាដែលថាមិនចេះខុសហើយគ្មានអីធ្ងន់ធ្ងរគ្រាន់តែសុំទោសគេហើយប្រឹងកែកំហុសនោះឡើងវិញទេព្រះពុទ្ធហៅមនុស្សប្រភេទនេះថាជាបណ្ឌិតទៀតផងព្រោះអាចអភិវឌ្ឍខ្លួនឯងឲ្យបានខ្ពង់ខ្ពស់ជាងមុនបើមុខអ្នកប្រឡាក់ធ្យូងហើយមានគេប្រាប់គ្មានអីត្រូវប្រកែកទេហើយត្រូវអរគុណគេផងយ៉ាងណាមិញការចេះទទួលកំហុសហើយកែប្រែកំហុសជាមាគ៌ាឆ្ពោះទៅរកការរីកចម្រើនក្នុងជីវិតដូចព្រះច័ន្ទចាក់ចេញពីពពកដូច្នោះឯងគួរចងចាំថាមនុស្សអួតច្រើនជាមនុស្សអន់ខ្លាំងភ្លើងក្រៅភ្លើងក្នុងពេលគេបោះភ្លើងឲ្យអ្នកបើអ្នកចង់ក្តៅទទួលយកចុះតែបើមិនចង់ក្តៅទេកុំយកអីឲ្យគេយកទៅវិញចុះឬបោះចោលទៅបើគេនិយាយឌឺដងចង់ឲ្យអ្នកក្តៅហើយស្រាប់តែអ្នកក្តៅតាមពាក្យគេមែនមានន័យថាអ្នកធ្វើតាមបំណងសត្រូវអ្នកហើយអ្នកទទួលយកភ្លើងហើយអ្នកក្តៅហើយគេនឹងសប្បាយចិត្តពេលឃើញអ្នកក្តៅអ្នកត្រូវរៀនធ្វើជាមនុស្សទឹកត្រជាក់ពីខាងក្នុងមកបើគេចង់ដុតឲ្យអ្នកក្តៅប្រាប់គេថាយកទៅវិញចុះយើងមិនត្រូវការភ្លើងទេគេនឹងរែកពុនភ្លើងនោះត្រឡប់ទៅវិញគេខឹងគេអាក្រក់
ហើយបើអ្នកខឹងគេវិញអ្នកក៏អាក្រក់ដែរទាំងពីរនាក់មិនសូវខុសគ្នាប៉ុន្មានទេកំហឹងបានដុតបំផ្លាញចិត្តគេឲ្យក្តៅរួរាលដូចដេកអោបភ្លើងហើយគេចង់យកភ្លើងនោះមកសាចដាក់អ្នកដែរតែអ្នកកុំទៅល្ងងអីគ្មានរឿងអីត្រូវទទួលយកភ្លើងនោះទេឲ្យគេយកទៅវិញចុះឬបោះចោលទៅអ្នកមានតែចិត្តអាណិតអ្នកដេកអោបភ្លើងនោះទៅវិញទេអាណិតណាស់ព្រោះក្តៅអើយសែនក្តៅព្យាបាលរោគចំណែនពេលឃើញគេបានជោគជ័យទម្លាប់អបអរសាទរគេទៅកុំចំណែនអីចំណែនទៅគ្មានបានអីមកយើងផងបានតែក្តៅក្រហាយចិត្តឥតប្រយោជន៍ហើយបើគេដឹងគេស្អប់ទៀតគេប្រឹងគេចេះគេមានបុណ្យទើបគេបានបើយើងអត់យើងប្រឹងទៅមិនមែនត្រឹមតែត្រេកអរទេតែទម្លាប់ទៅនិយាយលើកទឹកចិត្តពេលគេធ្វើបានល្អចិត្តអ្នកក៏ត្រជាក់បុណ្យក៏បានមិត្តភាពក៏ល្អតែបើគេបានដោយទុច្ចរិតយើងគួរសង្វេគអាណិតថាគេបានសាងបាបកម្មថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនដែរតែគួរអាណិតវិញពពកខ្មៅនៅលើក្បាលស្មុគស្មាញច្រើនមួម៉ៅច្រើនព្រួយបារម្ភច្រើនគិតច្រើននាំឲ្យអ្នកមានទុក្ខក៏ច្រើនដែរហើយបើបណ្តែតបណ្ដោយយូរទៅអ្នកនឹងលែងមានសមត្ថភាពគ្រប់គ្រងវាជីវិតអ្នកនឹងវិលវល់រកសុខមិនសូវឃើញឡើយអ្នកត្រូវចាប់ផ្ដើមតាមដានចិត្តអ្នកពីពេលនេះតទៅទម្លាប់វាឲ្យគិតរឿងល្អរឿងបុណ្យកុសលរឿងបច្ចុប្បន្នរឿងណាហួសហើយឲ្យវាហួសទៅចុះកុំស្ដាយអីហើយរឿងណាមិនទាន់មកដល់ទេក៏កុំកើតទុកពេកអីដែរជួបរឿងណាដោះរឿងនឹងទៅរៀនទាញចិត្តអ្នកឲ្យចេញពីរឿងមួម៉ៅក្តៅក្រហាយទាំងឡាយវាពិបាកណាស់តែអ្នកត្រូវតែទម្លាប់បន្តិចម្ដងទម្លាប់តាមដានវាទម្លាប់មើលវារឿយទម្លាប់អប់រំវាឲ្យមានខន្តីអត់ធន់មានមេត្តាមានភាពរួសរាយរាក់ទាក់អត់ឱនយោគយល់មានបញ្ញាស្មារតីហ៊ានទទួលស្គាល់ការពិតនៃជីវិតរឿងល្អក៏ព្រមទទួលរឿងមិនល្អក៏ប្រឹងដោះស្រាយទៅជីវិតគឺអញ្ចឹងឯងកុំស្មុគពេកអីប្រឹងទៅប្រឹងដោយក្តីសង្ឃឹមដោយភាពស្វាហាប់ដោយគុណធម៌
ដោយភាពស្រស់ស្រាយធ្វើដូច្នេះបានចិត្តអ្នកនឹងស្រឡះស្រឡំច្រើនអ្នកនឹងមិនសូវមានទុក្ខឡើយពន្លត់ភ្លើងកំហឹងបានដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេមុននឹងរាលដាលដល់អ្នកដទៃខឹងកាន់តែច្រើនទុក្ខកាន់តែខ្លាំងហើយបើពូកែគុំទៀតក្តៅកាន់តែងុំយូរទៅចិត្តអ្នកនឹងคล้ายជាភ្នំភ្លើងក្តៅក្រហាយជាប្រចាំទម្លាប់ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងរឿយថាអហង្សុខិតោហោមិនិត្តទុក្ខោសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកពាក្យនេះរឿយពេលមុនចូលគេងពេលក្រោកពីគេងឬពេលណាមានពេលទំនេរញញឹមផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងហើយរៀនខន្តីរៀនអត់ធន់រៀនអត់ឱនរៀនភ្លេចខ្លះទៅកុំចូលចិត្តស្ពាយភ្លើងយូរពេកក្តៅណាស់ពេលណាខឹងនឹកដល់ពាក្យថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខអ្នកនឹងបានត្រជាក់បន្តិចហើយធ្វើយ៉ាងនេះឲ្យបានរឿយចិត្តអ្នកនឹងបានត្រជាក់ច្រើនមិនខានហើយអ្នកអាចផ្សាយសេចក្តីស្រឡាញ់នោះដល់សពសត្វទាំងអស់ថាសូមឲ្យសពសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខមេត្តាជាទឹកអមฤតអាចរំលត់ភ្លើងកំហឹងក្នុងចិត្តអ្នកបានរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនអ្នកនិងសពសត្វទាំងអស់ជុំវិញខ្លួនអ្នកផែនដីមិនរាបស្មើបើអ្នកចង់ឲ្យផែនដីទាំងមូលរាបស្មើដូចបាតដៃវាពិតជាមិនអាចទៅរួចទេហើយអ្នកបានតែខ្វល់ខ្វាយចិត្តឥតប្រយោជន៍យ៉ាងណាមិញអ្នកមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាយល់ដូចអ្នកគិតដូចអ្នកបានគ្រប់រឿងបានទេហើយបើអ្នកចង់កាន់ទៅខ្លាំងអ្នកកើតទុក្ខក៏ខ្លាំងដែរបើអ្នកគិតថាល្អគិតថាត្រូវអ្នកអាចប្រើបញ្ញាញាណរបស់អ្នកដើម្បីពន្យល់ណែនាំគេឲ្យអស់ពីសមត្ថភាពរបស់អ្នករួចហើយភារកិច្ចរបស់អ្នកត្រូវបានបញ្ចប់បើគេធ្វើតាមជារឿងល្អតែបើគេមិនកែទេជារឿងរបស់គេកម្មអ្នកណាអ្នកនឹងទទួលទៅហើយបើអ្នកមួម៉ៅគេនៅតែមិនកែហើយអ្នកក៏កើតទុក្ខរៀនធ្វើចិត្តឧបេក្ខាហ៊ានទទួលរឿងទាំងឡាយទោះរឿងត្រូវចិត្តក្តីមិនត្រូវចិត្តក្តីកុំបំផ្លាញសេចក្តីសុខរបស់អ្នកដោយសារគេមិនធ្វើតាមអ្នកឡើយផែនដីបើអ្នកបោះកម្រងផ្កាលើផែនដីមិនរំភើបញាប់ញ័រអ្វីឡើយហើយបើអ្នកបន្ទោបង់លាមកលើផែនដីក៏ផែនដីមិនខឹងក្រោធអ្វីនឹងអ្នកដែរយើងប្រហែលជាត្រូវរៀនធ្វើចិត្តដូចផែនដីហើយមើលទៅ
ទើបមិនសូវមានទុក្ខពេលជួបរឿងល្អក៏ទទួលទៅតែមិនអរមិនអួតពេកទេហើយបើជួបរឿងមិនល្អក៏មិនទោមនស្សទោមនិញអីពេកដែរមានបញ្ញាយល់ថាជីវិតតែងមានរឿងល្អខ្លះអាក្រក់ខ្លះជារឿងធម្មតាគ្មាននរណាជៀសរួចទេហើយមនុស្សម្នាក់ជួបរឿងមិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងកុំប្រៀបធៀបគ្នាអីនាំតែកើតទុក្ខទេសម្ពាធកម្មម្នាក់មិនដូចគ្នាទេបើជួបរឿងណាប្រឹងដោះរឿងនឹងទៅហើយបើដោះបានប៉ុណ្ណាក៏ព្រមតាមប៉ុណ្ណឹងទៅបួម៉ៅពេកទៅក៏ដោះអីមិនកើតដដែលបានតែកើតទុក្ខថែមប៉ុណ្ណោះក្នុងលោកនេះមានស្ដាំមានឆ្វេងមានយប់មានថ្ងៃមានសុខមានទុក្ខមានខាតមានចំណេញមានជួបមានព្រាត់ជារឿងធម្មតាបើអ្នកហ៊ានទទួលមួយអ្នកត្រូវតែត្រៀមចិត្តទទួលមួយទៀតទើបមិនសូវមានទុក្ខប្រៀបធៀបធ្វើអីខ្សែជីវិតមនុស្សម្នាក់នៅលើផែនដីនេះមិនដូចគ្នាទេកុំប្រៀបធៀបគ្នាអីគេជួបរឿងគេយើងជួបរឿងយើងបើជួបរឿងណាប្រឹងដោះរឿងនឹងទៅហើយដោះបានប៉ុណ្ណាសប្បាយចិត្តនឹងប៉ុណ្ណឹងទៅក៏មួម៉ៅអីមានបានអីផងបានទៅកើតទុក្ខបន្ថែមប៉ុណ្ណោះតែអ្នកអាចរៀនសូត្រពីគេបានខ្លះដែរអ្វីមិនចេះតែបានតាមចិត្តយើងចង់ទេមិនដឹងថាសាងកម្មអីពីមុនមកទើបជួបរឿងមិនល្អច្រើនបែបនេះទ្រាំទៅហើយប្រឹងសាងល្អពីថ្ងៃនេះតទៅកុំអស់សង្ឃឹមកុំស្ដីបន្ទោសថាអំពើល្អមិនឲ្យផលឡើយបើអ្នកព្រោះស្រូវថ្ងៃនេះអ្នកមិនអាចទៅច្រូតថ្ងៃស្អែកបានទេបរាជ័យជាផ្នែកមួយនៃជីវិតគ្មានអ្នកណាជិះរួចទេបើអ្នកចេះគិតគឺយកភាពបរាជ័យជាគ្រូបង្រៀនអ្នកឲ្យរឹងមាំជាងមុនតែបើមិនចេះគិតទេបរាជ័យនឹងក្លាយជាព្រាយបិសាចតាមលងបន្លាចអ្នកមិនឲ្យធ្វើដំណើរទៅមុខទៀតបានឡើយពេលរៀនជិះកង់ដំបូងអ្នកណាក៏ដួលដែរតែក្មេងមិនចុះញោមមិនអស់សង្ឃឹមទេវាប្រឹងរហូតវាបានជោគជ័យអ្នកប្រហែលជាត្រូវធ្វើចរិតដូចក្មេងក្នុងរឿងបរាជ័យក្នុងជីវិតហើយមើលទៅបើដួលក៏ដួលចុះតែត្រូវងើបឡើងវិញរួចប្រឹងទៀតប្រឹងរហូតរកផ្លូវដោះស្រាយបានសេចក្តីសង្ឃឹមនិងការតស៊ូជាស្ពានចម្លងអ្នកទៅរកភាពជោគជ័យតែមានរឿងខ្លះដែលហួសពីសមត្ថភាពអ្នកអាចដោះស្រាយបានដូច្នេះវិធីមួយដែលអាចជួយអ្នកបានគឺព្រម
ព្រមទទួលស្គាល់ការពិតព្រមថាអ្នកប្រឹងអស់ពីសមត្ថភាពហើយឲ្យវាទៅតាមកម្មវាចុះអ្នកមិនអាចទូលផែនដីម្នាក់ឯងបានឡើយកុំទម្លាប់បន្ទោសអ្នកដទៃហើយកុំទម្លាប់បន្ទោសខ្លួនឯងអីអ្វីមិនចេះតែបានតាមចិត្តរហូតទេជីវិតគឺអញ្ចឹងឯងកុំស្មុគពេកអីជួបរឿងអីដោះរឿងនឹងទៅបើដោះបានក៏ទទួលទៅបើដោះមិនបានក៏ត្រូវតែហ៊ានទទួលហើយប្រឹងបន្តទៅទៀតខ្លាចបារម្ភពេកខ្លាចពេកនាំឲ្យចិត្តអ្នកវិលវល់មិនសូវបានសុខទេពេលខ្លះមិនទាំងមានរឿងអីផងឬរឿងនោះតូចតាចណាស់តែបែរទៅជាស្លន់ស្លោគិតរឿងមួយចេញរឿង100ហើយដេកកើតទុកបដ ாய் យូរទៅអ្នកនឹងរស់នៅក្នុងភាពភ័យខ្លាចរហូតគ្មានអ្នកណាល្ងង់ទៅដេកភ័យខ្លាចថ្ងៃរះនោះទេរះលិចជារឿងរបស់ថ្ងៃយ៉ាងណាមិញរឿងល្អរឿងអាក្រក់តែងកើតមានជាធម្មតាគ្មានអ្នកណាជៀសរួចទេហើយអ្នកមិនអាចបង្គាប់បញ្ជាវាបាន 100% ឡើយប្រឹងប្រែងទៅប្រយ័ត្នប្រយែងទៅតែបើវាមិនបានដូចចិត្តទេក៏កុំមួម៉ៅពេកអីដោះស្រាយទៅកុំទម្លាប់នាំខ្មោចមកលងចិត្តខ្លួនឯងអីខូចខួរក្បាលអស់ហើយកុំប្រកាន់ពេកកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តឡើយមិនអាចទេចង់កាន់តែខ្លាំងទុកក៏ខ្លាំងដែរហើយកុំទម្លាប់បង្កើតរឿងសប្បនិមិត្តមកបន្លាចចិត្តខ្លួនឯងឡើយរឿងនោះមិនទាន់មានទេប្រាប់ចិត្តកុំឲ្យល្ងង់ដូចនេះទៀតរៀនតាំងចិត្តឲ្យស្វាហាប់ឲ្យរឹងមាំប្រឹងបំពេញភារកិច្ចណាដែលអ្នកត្រូវធ្វើពេលនេះឲ្យអស់ពីសមត្ថភាពរឿងថ្ងៃស្អែកចាំស្អែកចាំគិតទៀតគិតច្រើនចិត្តមានតួនាទីសម្រាប់គិតតែបើគិតរញ៉េរញ៉ៃពេកវានាំទុកមកដាក់ខ្លួនវិញមិនខានបើរឿងណាហួសទៅហើយឲ្យវាហួសទៅចុះកុំស្ដាយអីស្ដាយទៅមានបានអីមកវិញផងបានតែក្តៅក្រហាយឥតប្រយោជន៍ខ្មោចកប់ហើយកុំគោះមកហិតអីស្អុយណាស់តែបើរឿងណាល្អរឿងណានាំឲ្យរីករាយរឿងបុណ្យកុសលនឹកឲ្យច្រើនចុះក៏មិនអីដែរហើយកុំព្រួយបារម្ភពេកអីជួបរឿងណាដោះរឿងនឹងទៅព្រួយពេកទៅគ្មានបានអីមកផងបានតែលំបាកខ្លួនឥតប្រយោជន៍ប្រឹងប្រែងថ្ងៃនេះឲ្យអស់ពីចិត្តពីថ្លើមសង្ឃឹមថាថ្ងៃស្អែកនឹងបានល្អតែបើមិនបានល្អទេក៏កុំមួម៉ៅអីដោះស្រាយទៅជីវិតគឺអញ្ចឹងឯង
មានអ្នកណាដឹងមុនទេកុំស្មុគពេកអីស្មុគពេកទៅប្រយ័ត្នស្លាប់មុនអាយុចិត្តមិនស្ងប់គិតច្រើនព្រួយបារម្ភច្រើនស្មុគស្មាញច្រើនធ្វើឲ្យចិត្តមិនស្ងប់អ្នកក៏មិនសូវបានសុខដែរហើយបើអ្នកបណ្ដែតបណ្ដោយឲ្យចិត្តរវើរវាយកាន់តែច្រើនអ្នកក៏មានទុក្ខកាន់តែខ្លាំងដែររៀនប្រមូលរឿងល្អទុកក្នុងខួរក្បាលអ្នកកុំសូវមើលរឿងក្តៅក្រហាយច្រើនពេកព្រោះវាធ្វើឲ្យចិត្តអ្នកក្តៅក្រហាយដែរហើយរឿងណាហួសទៅហើយឲ្យវាហួសទៅចុះកុំស្ដាយអីហើយក៏កុំសូវព្រួយបារម្ភចំពោះរឿងដែលមិនទាន់កើតឡើងពេកដែរព្រោះបើព្រួយពេកទៅវាបានតែបំផ្លាញសេចក្តីសុខក្នុងបច្ចុប្បន្នអស់រលីងជួបរឿងណាប្រឹងដោះរឿងនឹងទៅប្រឹងឲ្យអស់ពីលទ្ធភាពហើយព្រមតាមសមត្ថភាពដែលយើងធ្វើបានទម្លាប់ហាត់ចិត្តកុំឲ្យខឹងកុំឲ្យចំណែនកុំឲ្យជាប់ជំពាក់ហួងហែងខ្លាំងពេកអីម្យ៉ាងទៀតកុំផ្ញើសេចក្តីសុខនៅលើរបស់ខាងក្រៅច្រើនពេករៀនផ្ដល់សេចក្តីស្រឡាញ់មានមេត្តាករុណារៀនរីករាយស្រស់ស្រាយរៀនទទួលស្គាល់ការពិតនៃជីវិតចិត្តអ្នកនឹងបានស្ងប់ច្រើនច្រណែនចិត្តនៅល្ងងច្រើនចុះចិត្តដើរច្រណែនគេខ្លាចគេល្អជាងខ្លួនជាមនុស្សចិត្តចង្អៀតជាមនុស្សសន្សំទុកដាក់ខ្លួនអ្នកខ្លះមិនត្រឹមតែចំណែនទេថែមទាំងដើរនិយាយដើមនិយាយអាក្រក់ពីអ្នកដទៃទៀតផងបាបជន់លើបាបរឿងច្រណែនគេផងបាបរឿងនិយាយដើមគេផងដៅកាហាយចិត្តខ្លួនឯងផងហើយបើគេដឹងគេស្អប់យើងទៀតតាមពិតទៅគេមានបុណ្យគេប្រឹងទើបគេបានសម្រេចជោគជ័យទម្លាប់រីករាយនឹងភាពជោគជ័យរបស់គេទៅសប្បាយចិត្តអបអរសាទរពេលឃើញគេបានចម្រុងចម្រើនគេក៏សប្បាយអ្នកក៏រីករាយអ្នកបានបុណ្យផងបានមិត្តភាពផងតែបើគេបានដោយទុច្ចរិតយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនគេដែរតែយើងគួរឲ្យអាណិតគួរឲ្យសង្វេគថាគេបានសាងបាបកម្មច្រើនថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់
បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្តមិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេតែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាលហើយរៀនផ្ដោតសេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវាបើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសពនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយតាមរកសេចក្តីសុខខ្ញុំធ្លាប់ជួបអ្នកមានអ្នកក្រអ្នកតូចអ្នកធំអ្នកមានគ្រួសារអ្នកអត់គ្រួសារម្នាក់សុទ្ធតែមានទុក្ខរៀងខ្លួនកាលនៅក្រនឹកថាបើមាននឹងបានសុខពេលមានល្មមរស់ហើយនៅតែមានរឿងនាំឲ្យកើតទុក្ខមិនចេះអស់មិនចេះហើយពេលស្មុគស្មាញខ្លាំងអ្នកខ្លះចង់បំភ្លេចទុក្ខក៏នាំគ្នាទៅពួនក្នុងដបស្រាឬពេលខ្លះប្រើប្រាស់គ្រឿងញៀនក៏មានទ្រព្យសម្បត្តិកិត្តិយសកេរ្តិ៍ឈ្មោះញាតិមិត្តក្រុមគ្រួសារជារឿងចាំបាច់សម្រាប់រស់តែវាមិនអាចធានាសេចក្តីសុខទាំងស្រុងបានទេព្រោះវាអាចប្រែប្រួលបាត់បង់ពេលណាក៏បានសូមកុំផ្ញើសេចក្តីសុខនៅលើរបស់ខាងក្រៅទាំងស្រុងទេត្រូវព្យាយាមអប់រំចិត្តមានខន្តីមានអំណត់មានការតស៊ូព្យាយាមរៀនរីករាយនឹងអ្វីដែលខ្លួនមានរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងនិងសពសត្វទាំងអស់រៀនស្ដាប់ធម៌ចម្រើនបញ្ញាស្មារតីហ៊ានប្រឈមមុខនឹងការពិតនៃជីវិតហើយកុំសូវប្រកាន់ហួងហែងខ្លាំងពេកទើបជីវិតមិនសូវមានទុក្ខចិត្តដែលបានអប់រំល្អហើយនឹងនាំសេចក្តីសុខមកឲ្យ
ថ្ងៃនិងយប់ថ្ងៃយប់ជារឿងធម្មជាតិគ្មានអនាគតបានទេពេលថ្ងៃប្រឹងរៀនប្រឹងធ្វើការទៅហើយពេលយប់មកដល់ក៏គ្មានអីត្រូវយំដែរគេងសម្រានទៅជីវិតក៏ដូចគ្នាពេលខ្លះជួបរឿងល្អទទួលយកទៅតែកុំមានមោទនភាពពេកកុំអួតក្អេងក្អាងពេកជោគជ័យថ្ងៃនេះមិនប្រកាសថាជោគជ័យថ្ងៃស្អែកទេហើយបើពេលខ្លះជួបរឿងមិនល្អក៏គ្មានអីត្រូវយំដែរប្រឹងដោះស្រាយទៅជីវិតគឺអញ្ចឹងឯងពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អអ្នកយំពេលជួបបញ្ហាប្រៀបដូចជាអ្នកយំមិនចង់ឲ្យមេឃងងឹតដូច្នោះឯងជាមនុស្សល្ងង់ខ្សោយបញ្ញាមិនហ៊ានទទួលស្គាល់ការពិតនៃជីវិតបុគ្គលនោះនឹងរស់នៅជាមួយសេចក្តីទុក្ខច្រើនជាមិនខានមនុស្សមិនចេះខុសអ្នកខ្លះត្រូវរហូតខុសក៏ត្រូវត្រូវក៏ត្រូវខ្លាចខ្លួនឯងអន់ខុសហើយខំនិយាយបន្លែបន្លប់យកត្រូវតែខ្លួនឯងពេលធ្វើខុសអន់មួយបិទបាំងកំហុសអន់មួយទៀតហើយបើខំនិយាយបន្លែបន្លប់យកត្រូវអន់ថែមមួយទៀតមនុស្សប្រភេទនេះคล้ายជាមនុស្សអន់អាជីពអ្នកណាដែលថាមិនចេះខុសហើយគ្មានអីធ្ងន់ធ្ងរគ្រាន់តែសុំទោសគេហើយប្រឹងកែកំហុសនោះឡើងវិញទេព្រះពុទ្ធហៅមនុស្សប្រភេទនេះថាជាបណ្ឌិតទៀតផងព្រោះអាចអភិវឌ្ឍខ្លួនឯងឲ្យបានខ្ពង់ខ្ពស់ជាងមុនបើមុខអ្នកប្រឡាក់ធ្យូងហើយមានគេប្រាប់គ្មានអីត្រូវប្រកែកទេហើយត្រូវអរគុណគេផងយ៉ាងណាមិញការចេះទទួលកំហុសហើយកែប្រែកំហុសជាមាគ៌ាឆ្ពោះទៅរកការរីកចម្រើនក្នុងជីវិតដូចព្រះច័ន្ទចាក់ចេញពីពពកដូច្នោះឯងគួរចងចាំថាមនុស្សអួតច្រើនជាមនុស្សអន់ខ្លាំងរំលឹករឿងនាំឲ្យអ្នករីករាយចិត្តរឿងណាអត់ប្រយោជន៍បោះចោលខ្លះទៅឈឺកាយព្រោះកម្មចាស់ឈឺចិត្តព្រោះមិនចេះអប់រំឲ្យបានល្អបើគេខឹងគេដុតខ្លួនគេហើយបើអ្នកខឹងគេវិញអ្នកក៏ដុតខ្លួនឯងដែរមនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេឲ្យបានច្រើនពេលនិយាយស្ដីឲ្យគិតក្រែងចិត្តគេខ្លះផងកុំច្រណែនគេអីគ្មានបានអីផងបានតែក្តៅក្រហាយឥតប្រយោជន៍កុំអុចអាលឲ្យគេឆ្លោះគ្នាបាបណាស់ហើយមានកម្មពៀទៀតជីវិតអ្នកថ្លៃណាស់កុំចំណាយពេលនិយាយដើមគេពេកអត់ប្រយោជន៍ហើយបាបទៀត
ចង់បានមុខមាត់ហួសហេតុពេកនាំឲ្យគេស្អប់ហើយដឹកនាំគេមិនកើតទេស្រឡាញ់កូនប្រពន្ធកុំភ្លេចឪពុកម្ដាយអ្នកកុំគ្រាន់តែចង់អួតគេហើយនិយាយកុហកគេឡើយកុំទម្លាប់រាប់អានមនុស្សដោយសម្លឹងមើលបុណ្យស័ក្តិមុខមាត់ឡើយឆ្លោះច្រើនស្អប់ច្រើនល្បិចច្រើនអន្តរាយច្រើនទុក្ខក៏ច្រើនដែរពេលចំណេញកុំប្រមាទពេលខាតកុំមួម៉ៅពេកវាជារឿងធម្មតានៃជីវិតទេអ្នកធំត្រូវតែចេះទ្រាំនឹងពាក្យនិន្ទាកូនចៅមិនចេះតែស្រឡាញ់យើងគ្រប់គ្នាទេធ្វើការងារកុំយកតែមតិខ្លួនឯងអីចេះស្ដាប់គេផងទើបរីកចម្រើននិងធ្វើការជាមួយគ្នាបានយូរធ្វើការងារធំត្រូវចេះគ្រប់គ្រងកំហឹងសម្រេចចិត្តពេលខឹងច្រើនតែខុសកុំនិយាយច្រើនពេកកុំខ្លាចថាគេមិនដឹងមើលកលៈទេសៈសិនសំនិយាយហូបអាហារគីមីច្រើនអ្នកនឹងមានរោគច្រើនគិតរឿងស្មុគស្មាញច្រើនអ្នកនឹងកើតទុក្ខច្រើនបើយើងជួយគេអស់លទ្ធភាពហើយតែនៅតែជួយមិនបានអ្នកត្រូវចេះព្រមមិនដូច្នោះទេអ្នកនឹងមានទុក្ខមិនខានបើពូកែច្រណែននឹងទាគ្នាការងារមិនចម្រើនទេបើគេខឹងអ្នកហើយអ្នកខឹងគេវិញឧបមាដូចបាចលាមកដាក់គ្នារកទ្រព្យនិងរៀនធម៌ត្រូវទៅព្រមគ្នាទើបជីវិតមិនសូវក្តៅក្រហាយធ្វើតែអត់និយាយប្រសើរជាងនិយាយតែអត់ធ្វើនឹកដល់សេចក្តីស្លាប់មិនមែនជារឿងអពមង្គលទេតែគឺជាការដាស់តឿនខ្លួនឯងកុំឲ្យមានសេចក្តីប្រមាទអ្នកដែលពូកែទ្រាំនឹងការលំបាកនឹងទទួលបានជោគជ័យធំដុំខ្សឹបពីអន់ប្រាប់ខ្លួនឯងអ្នកនឹងក្លាយជាមនុស្សអន់មិនខានរាប់អានមនុស្សឲ្យបានច្រើនតែកុំទុកចិត្តមនុស្សទាំងអស់អីការចេះដឹងគុណជាលក្ខណៈរបស់មនុស្សល្អសេចក្តីសង្ឃឹមជាបាតគ្រឹះនៃភាពជោគជ័យរក្សាចិត្តអ្នកហោះហើរទៅណាអ្នកត្រូវតាមដានចិត្តអ្នកជាប្រចាំបើចិត្តខឹងក៏ដឹងថាចិត្តកំពុងខឹងហើយមិនថយល្បឿនកំហឹងបន្តិចមកបើចិត្តចំណែនដឹងថាចិត្តកំពុងចំណែនហើយទាញវាចេះអបអរសាទរគេវិញបើស្ដាយក្រោយដឹងថាចិត្តកំពុងតែស្ដាយក្រោយហើយទាញវាត្រឡប់មកវិញប្រាប់ថា
រឿងហួសទៅហើយកុំស្ដាយអីបើចិត្តរីករាយចិត្តល្អចិត្តមេត្តាចិត្តបុណ្យក៏ដឹងថាចិត្តrấtល្អហើយព្យាយាមចម្រើនចិត្តប្រភេទនេះឲ្យបានច្រើនធ្វើជាប៉ូលីសតាមដានចិត្តអ្នកនាំឲ្យវាគិតរឿងត្រូវរឿងល្អទើបមិនសូវស្មុគស្មាញហើយមិនសូវមានទុក្ខកុំធ្វើជាជនរងគ្រោះឲ្យចិត្តធ្វើបាបអ្នកតាមចិត្តឡើយត្រូវបង្កើនស្មារតីធ្វើជាម្ចាស់ធ្វើជាអ្នកបញ្ជាចិត្តវិញមលុបចិត្តល្អចិត្តត្រជាក់ចិត្តទន់ភ្លន់ចិត្តមានមេត្តាចិត្តរីករាយចិត្តត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃចិត្តមិនសូវស្មុគស្មាញចិត្តលះដាច់ស្រឡះចិត្តធ្ងន់ចិត្តចេះអត់ឱនយោគយល់ចិត្តភ្លេចរឿងមួម៉ៅចិត្តចងចាំរឿងល្អរឿងបុណ្យកុសលចិត្តក្លាហានហ៊ានទទួលរឿងល្អក្តីមិនល្អក្តីចិត្តតស៊ូចិត្តព្យាយាមចិត្តមិនចុះចាញ់ចំពោះឧបសគ្គចិត្តមានក្តីសង្ឃឹមចិត្តមិនប្រកាន់ហួងហែងខ្លាំងចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបានអ្នកនឹងបានសេចក្តីសុខច្រើនមាត់គេត្រចៀកយើងគេមានសិទ្ធិនិយាយហើយអ្នកមានសិទ្ធិស្ដាប់ឬមិនស្ដាប់គ្មានអ្នកណាបង្ខំអ្នកទេអ្នកមិនអាចផ្ទប់មាត់គេបានទេតែអ្នកអាចផ្ទប់ត្រចៀកអ្នកបានបើអ្នកគិតថាវាគ្មានប្រយោជន៍គ្មានតម្លៃសម្រាប់ខួរក្បាលអ្នកគិតមេរោគអាចឆ្លងចូលចិត្តអ្នកតាមទ្វារត្រចៀកបើអ្នកចេះតែយកពាក្យពេចន៍ទិដងគេមកគិតហើយដេកក្តៅក្រហាយពេលគេនិយាយស្ដាប់ចុះតែត្រូវពិចារណាបើវានាំឲ្យចម្រើនចំណេះដឹងនិងគុណធម៌ស្ដាប់ឲ្យច្រើនចុះតែបើជាពាក្យឌឺដងចង់ឲ្យអ្នកក្តៅក្រហាយទេកុំស្ដាប់អីហើយបើជ្រុលជាស្ដាប់ទៅហើយឆាប់ភ្លេចទៅទុកខួរក្បាលអ្នកគិតរឿងណាមានប្រយោជន៍វិញយកពាក្យពេចន៍ឌឺដងគេច្រើនមកទុកក្នុងខួរក្បាលអ្នកនឹងសម្បូរមេរោគហើយមិនសូវបានសុខទេបើជាពាក្យដាស់តឿនចង់ឲ្យអ្នកបានល្អអរគុណគេទៅតែបើគេឌឺដងឲ្យអ្នកក្តៅទេកុំក្តៅតាមគេអីកុំផ្ញើសេចក្តីសុខនៅលើបបូរមាត់អ្នកដទៃឡើយមនុស្សមិនចេះខុសអ្នកខ្លះត្រូវរហូតខុសក៏ត្រូវក៏ត្រូវខ្លាចខ្លួនឯងអន់ខុសហើយខំនិយាយបន្លែបន្លប់យកត្រូវតែខ្លួនឯងពេលធ្វើខុសអន់មួយបិទបាំងកំហុសអន់មួយទៀតហើយបើខំនិយាយបន្លែបន្លប់យកត្រូវអន់ថែមមួយទៀត
មនុស្សប្រភេទនេះคล้ายជាមនុស្សអន់អាជីពអ្នកណាដែលថាមិនចេះខុសហើយគ្មានអីធ្ងន់ធ្ងរគ្រាន់តែសុំទោសគេហើយប្រឹងកែកំហុសនោះឡើងវិញទេព្រះពុទ្ធហៅមនុស្សប្រភេទនេះថាជាបណ្ឌិតទៀតផងព្រោះអាចអភិវឌ្ឍខ្លួនឯងឲ្យបានខ្ពង់ខ្ពស់ជាងមុនបើមុខអ្នកប្រឡាក់ធ្យូងហើយមានគេប្រាប់គ្មានអីត្រូវប្រកែកទេហើយត្រូវអរគុណគេផងយ៉ាងណាមិញការចេះទទួលកំហុសហើយកែប្រែកំហុសជាមាគ៌ាឆ្ពោះទៅរកការរីកចម្រើនក្នុងជីវិតដូចព្រះច័ន្ទចាក់ចេញពីពពកដូច្នោះឯងគួរចងចាំថាមនុស្សអួតច្រើនជាមនុស្សអន់ខ្លាំងភ្លើងក្រៅភ្លើងក្នុងពេលគេបោះភ្លើងឲ្យអ្នកបើអ្នកចង់ក្តៅទទួលយកចុះតែបើមិនចង់ក្តៅទេកុំយកអីឲ្យគេយកទៅវិញចុះឬបោះចោលទៅបើគេនិយាយឌឺដងចង់ឲ្យអ្នកក្តៅហើយស្រាប់តែអ្នកក្តៅតាមពាក្យគេមែនមានន័យថាអ្នកធ្វើតាមបំណងសត្រូវអ្នកហើយអ្នកទទួលយកភ្លើងហើយអ្នកក្តៅហើយគេនឹងសប្បាយចិត្តពេលឃើញអ្នកក្តៅអ្នកត្រូវរៀនធ្វើជាមនុស្សទឹកត្រជាក់ពីខាងក្នុងមកបើគេចង់ដុតឲ្យអ្នកក្តៅប្រាប់គេថាយកទៅវិញចុះយើងមិនត្រូវការភ្លើងទេគេនឹងរែកពុនភ្លើងនោះត្រឡប់ទៅវិញគេខឹងគេអាក្រក់ហើយបើអ្នកខឹងគេវិញអ្នកក៏អាក្រក់ដែរទាំងពីរអ្នកមិនសូវខុសគ្នាប៉ុន្មានទេកំហឹងបានដុតបំផ្លាញចិត្តគេឲ្យក្តៅរស់រាលដូចដេកអោបភ្លើងហើយគេចង់យកភ្លើងនោះមកសាចដាក់អ្នកដែរតែអ្នកកុំទៅល្ងងអីគ្មានរឿងអីត្រូវទទួលយកភ្លើងនោះទេឲ្យគេយកទៅវិញចុះឬបោះចោលទៅអ្នកមានតែចិត្តអាណិតអ្នកដេកអោបភ្លើងនោះទៅវិញទេអាណិតណាស់ព្រោះក្តៅអើយសែនក្តៅព្យាបាលរោគចំណែនពេលឃើញគេបានជោគជ័យទម្លាប់អបអរសាទរគេទៅកុំចំណែនអីចំណែនទៅគ្មានបានអីមកយើងផងបានតែក្តៅក្រហាយចិត្តឥតប្រយោជន៍ហើយបើគេដឹងគេស្អប់ទៀតគេប្រឹងគេចេះគេមានបុណ្យទើបគេបានបើយើងអត់យើងប្រឹងទៅមិនមែនត្រឹមតែត្រេកអរទេតែទម្លាប់ទៅនិយាយលើកទឹកចិត្តពេលគេធ្វើបានល្អចិត្តអ្នកក៏ត្រជាក់បុណ្យក៏បានមិត្តភាពក៏ល្អតែបើគេបានដោយទុច្ចរិតយើងគួរសង្វេគអាណិតថាគេបានសាងបាបកម្មថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនដែរតែគួរអាណិតវិញ
ពកខ្មៅនៅលើក្បាលស្មុគស្មាញច្រើនមួម៉ៅច្រើនព្រួយបារម្ភច្រើនគិតច្រើននាំឲ្យអ្នកមានទុក្ខក៏ច្រើនដែរហើយបើបណ្ដែតបណ្ដោយយូរទៅអ្នកនឹងលែងមានសមត្ថភាពគ្រប់គ្រងវាជីវិតអ្នកនឹងវិលវល់រកសុខមិនសូវឃើញឡើយអ្នកត្រូវចាប់ផ្ដើមតាមដានចិត្តអ្នកពីពេលនេះតទៅទម្លាប់វាឲ្យគិតរឿងល្អរឿងបុណ្យកុសលរឿងបច្ចុប្បន្នរឿងណាហួសហើយឲ្យវាហួសទៅចុះកុំស្ដាយអីហើយរឿងណាមិនទាន់មកដល់ទេក៏កុំកើតទុកពេកអីដែរជួបរឿងណាដោះរឿងនឹងទៅរៀនទាញចិត្តអ្នកឲ្យចេញពីរឿងមួម៉ៅក្តៅក្រហាយទាំងឡាយវាពិបាកណាស់តែអ្នកត្រូវតែទម្លាប់បន្តិចម្ដងទម្លាប់តាមដានវាទម្លាប់មើលវារឿយទម្លាប់អប់រំវាឲ្យមានខន្តីអត់ធន់មានមេត្តាមានភាពរួសរាយរាក់ទាក់អត់ឱនយោគយល់មានបញ្ញាស្មារតីហ៊ានទទួលស្គាល់ការពិតនៃជីវិតរឿងល្អក៏ព្រមទទួលរឿងមិនល្អក៏ប្រឹងដោះស្រាយទៅជីវិតគឺអញ្ចឹងឯងកុំស្មុគពេកអីប្រឹងទៅប្រឹងដោយក្តីសង្ឃឹមដោយភាពស្វាហាប់ដោយគុណធម៌ដោយភាពស្រស់ស្រាយធ្វើដូច្នេះបានចិត្តអ្នកនឹងស្រឡះស្រឡំច្រើនអ្នកនឹងមិនសូវមានទុក្ខឡើយពន្លត់ភ្លើងកំហាំងបានដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេមុននឹងរាលដាលដល់អ្នកដទៃខឹងកាន់តែច្រើនទុក្ខកាន់តែខ្លាំងហើយបើពូកែគុំទៀតក្តៅកាន់តែងុំយូរទៅចិត្តអ្នកនឹងคล้ายជាភ្នំភ្លើងក្តៅក្រហាយជាប្រចាំទម្លាប់ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងរឿយថាអហង្សុខិតោហោមិនិតទុក្ខោសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកពាក្យនេះរឿយពេលមុនចូលគេងពេលក្រោកពីគេងឬពេលណាមានពេលទំនេរញញឹមផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងហើយរៀនខន្តីរៀនអត់ធន់រៀនអត់ឱនរៀនភ្លេចខ្លះទៅកុំចូលចិត្តស្ពាយភ្លើងយូរពេកក្តៅណាស់ពេលណាខឹងនឹកដល់ពាក្យថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខអ្នកនឹងបានត្រជាក់បន្តិចហើយធ្វើយ៉ាងនេះឲ្យបានរឿយចិត្តអ្នកនឹងបានត្រជាក់ច្រើនមិនខានហើយអ្នកអាចផ្សាយសេចក្តីស្រឡាញ់នោះដល់សព្វសត្វទាំងអស់ថាសូមឲ្យសព្វសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខសូមឲ្យសព្វសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខមេត្តាជាទឹកអម្រឹតអាចរំលត់ភ្លើងកំហឹងក្នុងចិត្តអ្នកបាន
រៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនអ្នកនិងសពសត្វទាំងអស់ជុំវិញខ្លួនអ្នកផែនដីមិនរាបស្មើបើអ្នកចង់ឲ្យផែនដីទាំងមូលរាបស្មើដូចបាតដៃវាពិតជាមិនអាចទៅរួចទេហើយអ្នកបានតែខ្វល់ខ្វាយចិត្តឥតប្រយោជន៍យ៉ាងណាមិញអ្នកមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាយល់ដូចអ្នកគិតដូចអ្នកបានគ្រប់រឿងបានទេហើយបើអ្នកចង់កាន់ទៅខ្លាំងអ្នកកើតទុក្ខក៏ខ្លាំងដែរបើអ្នកគិតថាល្អគិតថាត្រូវអ្នកអាចប្រើបញ្ញាញាណរបស់អ្នកដើម្បីពន្យល់ណែនាំគេឲ្យអស់ពីសមត្ថភាពរបស់អ្នករួចហើយភារកិច្ចរបស់អ្នកត្រូវបានបញ្ចប់បើគេធ្វើតាមជារឿងល្អតែបើគេមិនកែទេជារឿងរបស់គេកម្មអ្នកណាអ្នកនឹងទទួលទៅហើយបើអ្នកមួម៉ៅគេនៅតែមិនកែហើយអ្នកក៏កើតទុក្ខរៀនធ្វើចិត្តឧបេក្ខាហ៊ានទទួលរឿងទាំងឡាយទោះរឿងត្រូវចិត្តក្តីមិនត្រូវចិត្តក្តីកុំបំផ្លាញសេចក្តីសុខរបស់អ្នកដោយសារគេមិនធ្វើតាមអ្នកឡើយផែនដីបើអ្នកបោះកម្រងផ្កាលើផែនដីមិនរំភើបញាប់ញ័រអ្វីឡើយហើយបើអ្នកបន្ទោបង់លាមកលើផែនដីក៏ផែនដីមិនខឹងក្រោធអ្វីនឹងអ្នកដែរយើងប្រហែលជាត្រូវរៀនធ្វើចិត្តដូចផែនដីហើយមើលទៅទើបមិនសូវមានទុក្ខពេលជួបរឿងល្អក៏ទទួលទៅតែមិនអមិនអួតពេកទេហើយបើជួបរឿងមិនល្អក៏មិនទោមនោះទោមនិញអីពេកដែរមានបញ្ញាយល់ថាជីវិតតែងមានរឿងល្អខ្លះអាក្រក់ខ្លះជារឿងធម្មតាគ្មាននរណាជៀសរួចទេហើយមនុស្សម្នាក់ជួបរឿងមិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងកុំប្រៀបធៀបគ្នាអីនាំតែកើតទុក្ខទេសម្ពាយកម្មម្នាក់មិនដូចគ្នាទេបើជួបរឿងណាប្រឹងដោះរឿងនឹងទៅហើយបើដោះបានប៉ុណ្ណាក៏ព្រមតាមប៉ុណ្ណឹងទៅបួម៉ៅពេកទៅក៏ដោះអីមិនកើតដដែលបានតែកើតទុក្ខថែមប៉ុណ្ណោះក្នុងលោកនេះមានស្ដាំមានឆ្វេងមានយប់មានថ្ងៃមានសុខមានទុក្ខមានខាតមានចំណេញមានជួបមានព្រាត់ជារឿងធម្មតាបើអ្នកហ៊ានទទួលមួយអ្នកត្រូវតែត្រៀមចិត្តទទួលមួយទៀតទើបមិនសូវមានទុក្ខប្រៀបធៀបធ្វើអីខ្សែជីវិតមនុស្សម្នាក់នៅលើផែនដីនេះមិនដូចគ្នាទេកុំប្រៀបធៀបគ្នាអីគេជួបរឿងគេយើងជួបរឿងយើងបើជួបរឿងណាប្រឹងដោះរឿងនឹងទៅហើយដោះបានប៉ុណ្ណាសប្បាយចិត្តនឹងប៉ុណ្ណឹងទៅក៏មួម៉ៅអីមានបានអីផងបានទៅកើតទុក្ខបន្ថែមប៉ុណ្ណោះតែអ្នកអាចរៀនសូត្រពីគេបានខ្លះដែរ
អ្វីមិនចេះតែបានតាមចិត្តយើងចង់ទេមិនដឹងថាសាងកម្មអីពីមុនមកទើបជួបរឿងមិនល្អច្រើនបែបនេះទ្រាំទៅហើយប្រឹងសាងល្អពីថ្ងៃនេះតទៅកុំអស់សង្ឃឹមកុំស្ដីបន្ទោសថាអំពើល្អមិនឲ្យផលឡើយបើអ្នកព្រោះស្រូវថ្ងៃនេះអ្នកមិនអាចទៅច្រូតថ្ងៃស្អែកបានទេបរាជ័យជាផ្នែកមួយនៃជីវិតគ្មានអ្នកណាជិះរួចទេបើអ្នកចេះគិតគឺយកភាពបរាជ័យជាគ្រូបង្រៀនអ្នកឲ្យរឹងមាំជាងមុនតែបើមិនចេះគិតទេបរាជ័យនឹងក្លាយជាព្រាយបិសាចតាមលងបន្លាចអ្នកមិនឲ្យធ្វើដំណើរទៅមុខទៀតបានឡើយពេលរៀនជិះកង់ដំបូងអ្នកណាក៏ដួលដែរតែក្មេងមិនចុះញោមមិនអស់សង្ឃឹមទេវាប្រឹងរហូតវាបានជោគជ័យអ្នកប្រហែលជាត្រូវធ្វើចរិតដូចក្មេងក្នុងរឿងបរាជ័យក្នុងជីវិតហើយមើលទៅបើដួលក៏ដួលចុះតែត្រូវងើបឡើងវិញរួចប្រឹងទៀតប្រឹងរហូតរកផ្លូវដោះស្រាយបានសេចក្តីសង្ឃឹមនិងការតស៊ូជាស្ពានចម្លងអ្នកទៅរកភាពជោគជ័យតែមានរឿងខ្លះដែលហួសពីសមត្ថភាពអ្នកអាចដោះស្រាយបានដូច្នេះវិធីមួយដែលអាចជួយអ្នកបានគឺព្រមទទួលស្គាល់ការពិតព្រមថាអ្នកប្រឹងអស់ពីសមត្ថភាពហើយឲ្យវាទៅតាមកម្មវាចុះអ្នកមិនអាចទូលផែនដីម្នាក់ឯងបានឡើយកុំទម្លាប់បន្ទោសអ្នកដទៃហើយកុំទម្លាប់បន្ទោសខ្លួនឯងអីអ្វីមិនចេះតែបានតាមចិត្តរហូតទេជីវិតគឺអញ្ចឹងឯងកុំស្មុគពេកអីជួបរឿងអីដោះរឿងនឹងទៅបើដោះបានក៏ទទួលទៅបើដោះមិនបានក៏ត្រូវតែហ៊ានទទួលហើយប្រឹងបន្តទៅទៀតខ្លាចបារម្ភពេកខ្លាចពេកនាំឲ្យចិត្តអ្នកវិលវល់មិនសូវបានសុខទេពេលខ្លះមិនទាំងមានរឿងអីផងឬរឿងនោះតូចតាចណាស់តែបែរទៅជាស្លន់ស្លោគិតរឿងមួយចេញរឿង100ហើយដេកកើតទុកផ្ដោយយូរទៅអ្នកនឹងរស់នៅក្នុងភាពភ័យខ្លាចរហូតគ្មានអ្នកណាល្ងងទៅដេកភ័យខ្លាចថ្ងៃរះនោះទេរះលិចជារឿងរបស់ថ្ងៃយ៉ាងណាមិញរឿងល្អរឿងអាក្រក់តែងកើតមានជាធម្មតាគ្មានអ្នកណាជិះរួចទេហើយអ្នកមិនអាចបង្គាប់បញ្ជាវាបាន 100% ឡើយប្រឹងប្រែងទៅប្រយ័ត្នប្រយែងទៅតែបើវាមិនបានដូចចិត្តទេក៏កុំមួម៉ៅពេកអីដោះស្រាយទៅកុំទម្លាប់នាំខ្មោចមកលងចិត្តខ្លួនឯងអីខូចខួរក្បាលអស់ហើយកុំ
ប្រកាន់ពេកកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តឡើយមិនអាចទេចង់កាន់តែខ្លាំងទុកក៏ខ្លាំងដែរហើយកុំទម្លាប់បង្កើតរឿងសិប្បនិម្មិតមកបន្លាចចិត្តខ្លួនឯងឡើយរឿងនោះមិនទាន់មានទេប្រាប់ចិត្តកុំឲ្យល្ងងដូចនេះទៀតរៀនតាំងចិត្តឲ្យស្វាហាប់ឲ្យរឹងមាំប្រឹងបំពេញភារកិច្ចណាដែលអ្នកត្រូវធ្វើពេលនេះឲ្យអស់ពីសមត្ថភាពរឿងថ្ងៃស្អែកចាំស្អែកចាំគិតទៀតគិតច្រើនចិត្តមានតួនាទីសម្រាប់គិតតែបើគិតរញ៉េរញ៉ៃពេកវានាំទុកមកដាក់ខ្លួនវិញមិនខានបើរឿងណាហួសទៅហើយឲ្យវាហួសទៅចុះកុំស្ដាយអីស្ដាយទៅមានបានអីមកវិញផងបានតែក្តៅក្រហាយឥតប្រយោជន៍ខ្មោចកប់ហើយកុំគាស់មើលហិតអីស្អុយណាស់តែបើរឿងណាល្អរឿងណានាំឲ្យរីករាយរឿងបុណ្យកុសលនឹកឲ្យច្រើនចុះក៏មិនអីដែរហើយកុំព្រួយបារម្ភពេកអីជួបរឿងណាដោះរឿងនឹងទៅព្រួយពេកទៅគ្មានបានអីមកផងបានតែលំបាកខ្លួនឥតប្រយោជន៍ប្រឹងប្រែងថ្ងៃនេះឲ្យអស់ពីចិត្តពីថ្លើមសង្ឃឹមថាថ្ងៃស្អែកនឹងបានល្អតែបើមិនបានល្អទេក៏កុំមួម៉ៅអីដោះស្រាយទៅជីវិតគឺអញ្ចឹងឯងមានអ្នកណាដឹងមុនទេកុំស្មុគពេកអីស្មុគពេកទៅប្រយ័ត្នស្លាប់មុនអាយុចិត្តមិនស្ងប់គិតច្រើនព្រួយបារម្ភច្រើនស្មុគស្មាញច្រើនធ្វើឲ្យចិត្តមិនស្ងប់អ្នកក៏មិនសូវបានសុខដែរហើយបើអ្នកបណ្ដែតបណ្ដោយឲ្យចិត្តរវើរវាយកាន់តែច្រើនអ្នកក៏មានទុក្ខកាន់តែខ្លាំងដែររៀនប្រមូលរឿងល្អទុកក្នុងខួរក្បាលអ្នកកុំសូវមើលរឿងក្តៅក្រហាយច្រើនពេកព្រោះវាធ្វើឲ្យចិត្តអ្នកក្តៅក្រហាយដែរហើយរឿងណាហួសទៅហើយឲ្យវាហួសទៅចុះកុំស្ដាយអីហើយក៏កុំសូវព្រួយបារម្ភចំពោះរឿងដែលមិនទាន់កើតឡើងពេកដែរព្រោះបើព្រួយពេកទៅវាបានតែបំផ្លាញសេចក្តីសុខក្នុងបច្ចុប្បន្នអស់រលីងជួបរឿងណាប្រឹងដោះរឿងនឹងទៅប្រឹងឲ្យអស់ពីលទ្ធភាពហើយព្រមតាមសមត្ថភាពដែលយើងធ្វើបានទម្លាប់ហាត់ចិត្តកុំឲ្យខឹងកុំឲ្យចំណែនកុំឲ្យជាប់ជំពាក់ហួងហែងខ្លាំងពេកអីម្យ៉ាងទៀតកុំផ្ញើសេចក្តីសុខនៅលើរបស់ខាងក្រៅច្រើនពេករៀនផ្ដល់សេចក្តីស្រឡាញ់មានមេត្តាករុណារៀនរីករាយស្រស់ស្រាយរៀនទទួលស្គាល់ការពិតនៃជីវិតចិត្តអ្នកនឹងបានស្ងប់ច្រើនច្រណែន
ចិត្តនៅល្ងងច្រើនចុះចិត្តដើរច្រណែនគេខ្លាចគេល្អជាងខ្លួនជាមនុស្សចិត្តចង្អៀតជាមនុស្សសន្សំទុកដាក់ខ្លួនអ្នកខ្លះមិនត្រឹមតែច្រណែនទេថែមទាំងដើរនិយាយដើមនិយាយអាក្រក់ពីអ្នកដទៃទៀតផងបាបជន់លើបាបរឿងច្រណែនគេផងបាបរឿងនិយាយដើមគេផងដៅកាហាយចិត្តខ្លួនឯងផងហើយបើគេដឹងគេស្អប់យើងទៀតតាមពិតទៅគេមានបុណ្យគេប្រឹងទើបគេបានសម្រេចជោគជ័យទម្លាប់រីករាយនឹងភាពជោគជ័យរបស់គេទៅសប្បាយចិត្តអបអរសាទរពេលឃើញគេបានចម្រុងចម្រើនគេក៏សប្បាយអ្នកក៏រីករាយអ្នកបានបុណ្យផងបានមិត្តភាពផងតែបើគេបានដោយទុច្ចរិតយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនគេដែរតែយើងគួរឲ្យអាណិតគួរឲ្យសង្វេគថាគេបានសាងបាបកម្មច្រើនថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្តមិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេតែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាលហើយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវាបើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសបនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយ
តាមរកសេចក្តីសុខខ្ញុំធ្លាប់ជួបអ្នកមានអ្នកក្រអ្នកតូចអ្នកធំអ្នកមានគ្រួសារអ្នកអត់គ្រួសារម្នាក់សុទ្ធតែមានទុក្ខរៀងខ្លួនកាលនៅក្រនឹកថាបើមាននឹងបានសុខពេលមានល្មមរស់ហើយនៅតែមានរឿងនាំឲ្យកើតទុក្ខមិនចេះអស់មិនចេះហើយពេលស្មុគស្មាញខ្លាំងអ្នកខ្លះចង់បំភ្លេចទុក្ខក៏នាំគ្នាទៅពួនក្នុងដបស្រាឬពេលខ្លះប្រើប្រាស់គ្រឿងញៀនក៏មានទ្រព្យសម្បត្តិកិត្តិយសកេរ្តិ៍ឈ្មោះញាតិមិត្តក្រុមគ្រួសារជារឿងចាំបាច់សម្រាប់រស់តែវាមិនអាចធានាសេចក្តីសុខទាំងស្រុងបានទេព្រោះវាអាចប្រែប្រួលបាត់បង់ពេលណាក៏បានសូមកុំផ្ញើសេចក្តីសុខនៅលើរបស់ខាងក្រៅទាំងស្រុងទេត្រូវព្យាយាមអប់រំចិត្តមានខន្តីមានអំណត់មានការតស៊ូព្យាយាមរៀនរីករាយនឹងអ្វីដែលខ្លួនមានរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងនិងសពសត្វទាំងអស់រៀនស្ដាប់ធម៌ចម្រើនបញ្ញាស្មារតីហ៊ានប្រឈមមុខនឹងការពិតនៃជីវិតហើយកុំសូវប្រកាន់ហួងហែងខ្លះពេកទើបជីវិតមិនសូវមានទុក្ខចិត្តដែលបានអប់រំល្អហើយនឹងនាំសេចក្តីសុខមកឲ្យថ្ងៃនិងយប់ថ្ងៃយប់ជារឿងធម្មជាតិគ្មានអនាគតបានទេពេលថ្ងៃប្រឹងរៀនប្រឹងធ្វើការទៅហើយពេលយប់មកដល់ក៏គ្មានអីត្រូវយំដែរគេងសម្រានទៅជីវិតក៏ដូចគ្នាពេលខ្លះជួបរឿងល្អទទួលយកទៅតែកុំមានមោទនភាពពេកកុំអួតក្អេងក្អាងពេកជោគជ័យថ្ងៃនេះមិនប្រកាសថាជោគជ័យថ្ងៃស្អែកទេហើយបើពេលខ្លះជួបរឿងមិនល្អក៏គ្មានអីត្រូវយំដែរប្រឹងដោះស្រាយទៅជីវិតគឺអញ្ចឹងឯងពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អអ្នកយំពេលជួបបញ្ហាប្រៀបដូចជាអ្នកយំមិនចង់ឲ្យមេឃងងឹតដូច្នោះឯងជាមនុស្សល្ងង់ខ្សោយបញ្ញាមិនហ៊ានទទួលស្គាល់ការពិតនៃជីវិតបុគ្គលនោះនឹងរស់នៅជាមួយសេចក្តីទុក្ខច្រើនជាមិនខាន